សួស្តីបងនេះជារបៀបតម្លើងសោមួយទៀតទេបងប្អូនចឹងថ្ងៃនេះយើងតម្លើងសោប្រភេទចាស់ណាបងហើយសោដែលមានដាក់កលឹះចាក់នេះខាងនេះបាទអូខេអញ្ចឹងចូលមកដំបូងបងត្រូវដាក់កលឹះសិនបាទធ្វើអីក៏ដោយគឺដាក់កលឹះមុនបាទចោះទ្វារដាក់កលឹះចូលកន្លែងផ្លាស់ដូរទិសដៅនៃកលឹះនេះបើកាច់កន្លែងខាងគៀនកាច់អានឹងឡើងលើទៅវានេះគឺចេញមកចេញមកបងអាចប្រវល់បានបងប្អូនប្រវល់បានពេលប្រវល់ហើយអស់បងលុបវាចូលមកបាទប៉ុណ្ណឹងមកបានកន្លែងនេះកន្លែងដាក់ដៃកដាដើម្បីតាក់ខាងផ្នែកខាងមុខហើយនិងផ្នែកខាងក្នុងធ្វើម៉េចវាលៀនចេញមកនេះតិចលៀនមកខាងនេះតិចបាទអូខេតបមកបងត្រូវដាក់នេះកូនសោស្គួរកូនសោស្គួរញាប់កូននេះបាទអូខេចាប់វិសយកបាទស្រីឲ្យត្រូវនៅពេលដែលបងចោះទ្វារហើយចង្កាត់ចោះអស់តម្លើងលឿនទេបង5នាទី10នាទីនឹងអស់ហើយបងប្អូនណាបាទអូខេយើងចាប់កូនសោស្គួរចឹងមកផ្នែកខាងមុខសោផ្នែកខាងមុខវាមានកន្លែងចាប់ប្រឡងនេះប្រឡងខាងលើមួយខាងក្រោមមួយមួលប្រឡងហ្នឹងឲ្យវាយកដៃកាប់មួលវារៀងតឹងតិចបងប្អូនបាទមួលហើយអូខេរួចរាល់សោកសោមុខមុនបាទបងសោកសោមុខមុនដាក់ឲ្យតាក់ទៅលើខាងនេះអូខេតែប៉ុណ្្នឹងមកអូខេទុកប៉ុណ្្នឹងសិនចូលផ្នែកខាងក្រោយបាទចូលផ្នែកខាងក្រោយអូខ្ញុំបញ្ជាក់តិចបងរាល់សោនេះយើងត្រូវមួលខ្ចៅកន្លែងដៃនេះអូខេបងត្រូវមួលខ្ចៅមួលកន្លែងហ្នឹងខាងមុខក៏ដូចគ្នាដែរត្រូវមួលដូចគ្នាយើងចាប់ខ្ចៅនឹងមួលបាទខាងមុខក៏ត្រូវមួលដែរមកណាអូខេមួលចឹងមកណាបាទនៅពេលមួលខ្ចៅហើយអស់បងចាប់ខ្សែភ្លើងបាទខ្សែភ្លើងដោតមកដោតតភ្ជាប់គ្នាមកអូខេភាសាដាក់ថ្មហើយបាទមួយទៀតត្រូវដាក់អំសផ្នែកខាងក្នុងនេះផ្នែកខាងក្នុងបងត្រូវដាក់អំសបងកាត់ខ្លីមកបានហើយកុំកាត់វែងពេកអំសហ្នឹងដើម្បីឲ្យវាបុកជាមួយទៅនឹងកលឹះកដាលនេះដាក់អំសចឹងមកដាក់ចូលក្នុងអូខេដាក់អំសហើយសោកខ្សែភ្លើងអាខ្សែភ្លើងនេះបងសោកចូលក្នុងទ្វារសោកឲ្យអស់កុំឲ្យវាមានងាយបាទអញ្ចឹងទ្វារបងអាចចោះឲ្យវាធំតិចមកបាទចោះវាធំតិចមកណាអូខេចោះយើងធំតិចមកអូខេនឹងជួមសឲ្យយើងដាក់អំសចូលវិញអូខេដាក់អំសចូលវិញបន្តមកតែប៉ុណ្្នឹងមកអូខេរួចរាល់ដាក់ឲ្យត្រូវនេះក្លឹបអូខេនៅពេលចាប់ហើយនេះបងវិសពីចាប់មួយប្រឡងខាងលើហើយខាងក្រោមបាទបងចាប់វិសចឹងអូខេមើលសេរីវាឲ្យត្រូវរួចរាល់អូខេ